បាទជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះទី25ខែ2ឆ្នាំ2026ឃើញថាតម្លៃហាងឆេងមាសបច្ចុប្បន្ននេះគឺនៅក្នុងតម្លៃ$5,190ក្នុងមួយអោនអញ្ចឹង0នេះ090ដល់200នេះគឺជា0ដែលយើងអាចធ្វើការ sell បានហើយបងប្អូនបាទយើងចាំក្នុង time frame តូច5នាទី15នាទីវា confirm មកយើងអាចធ្វើការចូល sell បានហើយបងប្អូនណាបាទយើងអាចធ្វើការ sell បានហើយអញ្ចឹងចាំវាឡើងមកតិចទៀតបងប្អូន sell នៅ0ហ្នឹងទៅដោយសារអីបើ4ម៉ោងវាបានបង្កើតជា swing low ហើយនេះកន្លែងនេះគឺ swing high របស់វាអញ្ចឹងកន្លែងនេះគឺ swing low វិញអញ្ចឹងការនេះគឺវាបាន break support វា pull back ឡើងទៅលើវិញចាស់នេះវាបង្កើតជា AVG មួយកន្លែងនេះមួយគឺគោលនេះគឺ bearish candle ហើយកន្លែងនេះគឺជា AVG មួយដែលយើងត្រូវអាចធ្វើការ sell នៅ0ហ្នឹងបានដែរបាទអញ្ចឹងបងប្អូនអាច sell ពីចន្លោះ5,190ដល់5,200ណា0ហ្នឹង sell បានហើយបើសិនជាឡើងដល់តំបន់ resistance មួយទៀតបងប្អូនអាច sell មកគ្រាប់ទៀតទៅក្នុង time frame 1ម៉ោងអាច sell នៅតំបន់ resistance ហើយដាក់ stop loss នៅចុង high របស់វានេះមកណាបងប្អូនបាទតំបន់ដែលយើងត្រូវរងចាំចូលទិញវិញអញ្ចឹងបងប្អូនអាចទិញនៅ0នេះបានណាបងប្អូននៅ0នេះឬក៏តម្លៃ support បាទតម្លៃ support នេះគឺ5,000បាទថា5,100 0,5,100នេះបងប្អូនអាចធ្វើការ buy បានហើយណាកន្លែងនេះបងប្អូនអាច escape buy ខ្លីៗបានបាទនៅកន្លែង5,150បងប្អូនអាច buy escape ខ្លីៗបានកន្លែងនេះហើយបន្តតំបន់នេះបងប្អូន buy តាមគ្រាប់ទៀតបាទអញ្ចឹងបើសិនវាធ្លាយបាទវាធ្លាយ support នេះទៀតហើយវាអាចមកដល់រោទិសដៅ5,000តែម្ដងបាទអញ្ចឹងសម្រាប់ថ្ងៃនេះខ្ញុំគិតថាមាសនឹង sideways បាទដោយសារតែទិន្នន័យពូមាសក៏អត់មានដែរអញ្ចឹងវាអាច sideways ក្នុងចន្លោះ0ហ្នឹងបងប្អូន0 support និង resistance ហ្នឹងអញ្ចឹង0ហ្នឹងបងប្អូនអាចធ្វើការទិញបានបងប្អូនអាចទិញ0ពីតំបន់ sell មួយតំបន់ហ្នឹងបាទក្នុងម៉ោងណាស៊ីហ្នឹងអញ្ចឹងនៅម៉ោងអឺរ៉ុបវាអាចនឹង break បាទភាគរយគឺអាចនឹង break បើសិនជាវាបំបែក AVG នៅ0,5,200នេះភាគរយគឺអាចទៅលើតែបើអត់ break ទេអត់បុកដាច់ 5,200 ទេមាននឹងបន្តការ swing low របស់វានឹងមក swing មកក្រោមឆ្ងាយទៀតណាបងប្អូនអាចមកដល់ 5,100 គឺថាបានដែរណាបាទអញ្ចឹងបងប្អូនចូលទិញលក់បងប្អូនទិញនៅ0នេះចន្លោះ sell នៅចន្លោះ90ដល់200 buy នៅចន្លោះ5,150ហើយនឹង5,100អញ្ចឹងមកដល់0អស់ហ្នឹងបងប្អូនអាចធ្វើការទិញឬក៏លក់នៅក្នុងទីផ្សារបានហើយការជោគផ្សារបងប្អូនត្រូវដាក់ stop loss ឲ្យបានត្រឹមត្រូវណាបងប្អូនបាទអរគុណបងប្អូនអរគ្នាសម្រាប់ថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសូមជូនពរបងប្អូនចំណេញអរគ្នាបាទ